សម្រាប់តារាងតុងស៊ូប្រចាំថ្ងៃទី11ខែមករាឆ្នាំ2026ដែលត្រូវជាថ្ងៃរកាឈើយីនឆុងគ្នាជាមួយអ្នកដែលមានឆ្នាំថោះធាតុដីវ័យ27ឆ្នាំនិងថោះធាតុមាសវ័យ15ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុឈើមាសនិងអ្នកដែលមានឆ្នាំរោងរកាហើយនឹងឆ្លូវទិសដែលគួរតែបំរុងការពារមានទិសខាងលិចហើយនឹងជើងឈៀងលិចចំពោះការចាប់លៀបទិសខាងត្បូងឈៀងខាងលិចយើងអាចដុតទៀន9ដើមឬក៏ដាក់ទឹកមានចលនាបាននៅចន្លោះម៉ោង5ទៅម៉ោង7ព្រឹកថ្ងៃនេះខ្ញុំសូមធ្វើការប្រម៉ូទនៅឈុតសែនកាត់ឆុងសម្រាប់ឆ្នាំ2026សម្រាប់ឆ្នាំ2026ឆ្នាំដែលឆុងមានឆ្នាំជូតមមីឆ្លូវហើយនឹងថោះបងប្អូនអាចធ្វើការសែនកាត់ឆុងបានសម្រាប់បងប្អូនដែលមិនទាន់បានធ្វើនៅក្នុងនោះមានកដាសែនកាត់ឆុងមួយឈុតហើយនឹងថង់ក្រហមនាំសំណាងមួយឈុតដែលយើងអាចដាក់តាមខ្លួនបានចំពោះការជាវនៅឈុតសែនកាត់ឆុងគឺត្រូវបានរើសពេលវេលាទៅតាមដួងថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនផ្ទាល់ពេលវេលាដ៏ល្អក្បួនសែនដ៏ត្រឹមត្រូវដើម្បីឲ្យបងប្អូនទទួលបាននៅលាភសំណាងសិរីសួស្តីក្នុងឆ្នាំថ្មីឆ្នាំ2026ជូនពរសំណាងល្អសម្រាប់បងប្អូនដែលបានតាមដាននៅវីដេអូខ្ញុំមួយនេះអរគុណ